มจูนកម្មវិធីជីវិតនិងលុយហើយហេតុអ្វីបានជាមនុស្សជាច្រើននៅក្នុងលោកនេះប្រឈមមុខទៅនឹងចំណោទបញ្ហាជីវិតច្រើនម្ល៉េះណោះហើយតើធ្វើយ៉ាងណាដើម្បីឲ្យជីវិតនេះមានភាពជោគជ័យនិងមានសេចក្តីសុខទៅណោះតើណែធ្វើយ៉ាងណាដើម្បីឲ្យជីវិតមានភាពរឹងមាំផ្នែកហិរញ្ញវត្ថុណោះហើយតើអ្នកក្រអ្នកមធ្យមនិងអ្នកមានគេមានផ្នត់គំនិតខុសគ្នាយ៉ាងដូចម្ដេចណាដើម្បីរកដំណោះស្រាយទាំងនេះសូមតាមដានស្ដាប់កម្មវិធីជីវិតនិងលុយដែលធ្វើការពិភាក្សានិងផ្សាយផ្ទាល់នៅរៀងរាល់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យចាប់ពីម៉ោង 12 ដល់ម៉ោង 1 ថ្ងៃត្រង់នៅស្ថានីយ៍វិទ្យុទន្លេរាជធានីភ្នំពេញនិងស្ថានីយ៍វិទ្យុក្រុងសៀមរាប FM 102.5 MHz សូមចូលរួមជាមួយនឹងយើងខ្ញុំនៅក្នុងកម្មវិធីនេះដើម្បីទទួលបានរង្វាន់ពិសេសកម្មវិធីនេះដឹកនាំដោយលោកអឹមសេងបូរ៉ាគាំទ្រការផលិតដោយស្ថាប័នហិរញ្ញវត្ថុអន្តរជាតិអយកូក្រេឌីតវិទ្យាស្ថានអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជានិងអង្គការការណាហ្វាន់អន្តរជាតិសូមកុំភ្លេចតាមដានស្ដាប់កម្មវិធីជីវិតនិងលុយធ្វើឲ្យជីវិតកាន់តែប្រសើរឡើងសម្រាប់សម្រួលនៅក្នុងកម្មវិធីជីវិតនិងលុយសូមជម្រាបសួរអស់លោកស្រីនិងនាងកញ្ញាព្រមទាំងប្រិយមិត្តទាំងអស់ដែលកំពុងតែតាមដានស្ដាប់ជាមួយនឹងកម្មវិធីជីវិតនិងលុយផងដែរចា៎តាំងនាមឲ្យគណៈកម្មការរៀបចំកម្មវិធីជីវិតនិងលុយសូមជម្រាបសួរដល់ប្រជាពលរដ្ឋយើងទាំងអស់ដែលស្ថិតនៅក្នុងភូមិក្បាលកោះលិចភូមិកណ្ដាលកោះភូមិចុងកោះលិចនិងឃុំកោះខ្សាច់ចន្លាដែលស្ថិតនៅក្នុងស្រុកស្អាងខេត្តកណ្ដាលទាំងអស់ជាទីគោរពរាប់អានចា៎ប្រិយមិត្តទាំងអស់គ្នានាងខ្ញុំក៏សូមជម្រាបដែរថាកម្មវិធីជីវិតនិងលុយនេះគឺជាកម្មវិធីដ៏ពិសេសមួយដែលមិនធ្លាប់មានពីមុនមកទេនៅក្នុងប្រជាជាតិកម្ពុជាយើងហើយកម្មវិធីនេះមានសារៈប្រយោជន៍សំខាន់ណាស់នៅក្នុងការអភិវឌ្ឍគំនិតនិងជីវិតរបស់បុគ្គលម្នាក់ៗឲ្យទទួលបានភាពជោគជ័យឲ្យកាន់តែប្រសើរឡើងផងដែរចា៎កម្មវិធីនេះផងដែរដឹកនាំដោយលោកអមសេងបូរ៉ាដែលលោកគឺជាប្រធានមជ្ឈមណ្ឌលអភិវឌ្ឍអគ្គនាយកនិងសហគ្រិនដោយមានការចូលរួមឧបត្ថម្ភគាំទ្រពីសំណាក់វិទ្យាស្ថាប័នហិរញ្ញវត្ថុអន្តរជាតិអយកូក្រេឌីតវិទ្យាស្ថានអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជានិងអង្គការការណាហ្វាន់អន្តរជាតិកម្មវិធីនេះនឹងធ្វើការពិភាក្សានិងផ្សាយផ្ទាល់នៅរៀងរាល់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យវេលាម៉ោង 12 ដល់ម៉ោង 1 ថ្ងៃត្រង់នៅវិទ្យុទន្លេរាជធានីភ្នំពេញនិងវិទ្យុក្រុងសៀមរាប FM 102.5 MHz ប្រិយមិត្តទាំងអស់គ្នាអាចទូរស័ព្ទចូលរួមនៅក្នុងកម្មវិធីរបស់យើងខ្ញុំបានដោយធ្វើការឆ្លើយនៅសំណួរដែលដើម្បីទទួលបានរង្វាន់ពិសេសពីកម្មវិធីគឺរង្វាន់វិទ្យុចំនួន2គ្រឿងពីកម្មវិធីជីវិតនិងលុយផងដែរតាមរយៈលេខទូរស័ព្ទ017 999និង126ប្រិយមិត្តទាំងអស់គ្នានៅក្នុងកម្មវិធីរបស់យើងថ្ងៃនេះដែរយើងនឹងធ្វើការជជែកពិភាក្សាជុំវិញបញ្ហាការពង្រឹងគុណភាពនៅក្នុងមុខរបរក៏ដូចជាយើងនឹងរួមបញ្ចូលជាមួយនឹងការគ្រប់គ្រងលុយកាក់ផ្ទាល់ខ្លួនហើយនឹងនៅក្នុងក្រុមគ្រួសារផងដែរប្រិយមិត្តទាំងអស់គ្នានៅក្នុងកម្មវិធីរបស់យើងថ្ងៃនេះផងដែរយើងនឹងមានការអញ្ជើញចូលរួមពីសំណាក់វាគ្មិនពិសេសរបស់យើងគឺលោកសៀវសុផលដែលលោកគឺជាសហគ្រិននិងអ្នកអភិវឌ្ឍអចលនទ្រព្យដែលមានជំនាញហិរញ្ញវត្ថុនិងមានភាពច្នៃប្រឌិតខ្ពស់ផងដែរប្រិយមិត្តទាំងអស់គ្នាឆ្លៀតឱកាសពេលនេះនាងខ្ញុំសូមគ្រប់អនុញ្ញាតធ្វើការសម្ដែងសម្ដែងជាមួយវាគ្មិនកិត្តិយសរបស់យើងបន្តិចសិនជំរាបសួរបងសុផលបាទជំរាបសួរចត្រាអរគុណបងតែថ្ងៃនេះបងសុខសប្បាយទេបងបាទសុខសប្បាយបាទថ្ងៃនេះសប្បាយចិត្តណាស់ដែលមានឱកាសបានចែករំលែកនៅបទពិសោធន៍និងចំណេះដឹងផ្នែកហិរញ្ញវត្ថុដែលអាចជាប្រយោជន៍ដល់ជនរួមជាតិទាំងមូលរបស់យើង
ចាសូមអរគុណដល់បងសុផផងដែរហើយនាងខ្ញុំបានទទួលព័ត៌មានថាបងសុផគឺជាប្រជាជនដែលធ្លាប់រស់នៅក្នុងខេត្តសៀមរាបមែនទេបង បាទខ្ញុំកើតនៅភូមិខ្ចាឃុំគូដូងស្រុកវ៉ារិនខេត្តសៀមរាប ចាអរគុណច្រើនអញ្ចឹងប្រិយមិត្តទាំងអស់គ្នាដែលកំពុងតែតាមដានស្ដាប់កម្មវិធីរបស់យើងហើយក៏មានបញ្ចូលទាំងប្រិយមិត្តដែលរស់នៅក្នុងខេត្តសៀមរាបផងដែរចាសៀមរាបភ្នំពេញ ចាសៀមរាបចាទូទាំងប្រទេសតែម្ដងចាដើម្បីកុំឲ្យខាត់ពេលវេលាយូរឆ្លើយតបទៅនឹងសំណួរកាលពីម្សិលមិញមានបងប្រុសម្នាក់ដែលគាត់បងប្រុសមករាដែលគាត់ទូរស័ព្ទមកពីខាងខេត្តសៀមរាបចាបងប្រុសមានចម្ងល់តាក់ទងជាមួយនឹងមុខរបររបស់គាត់ហើយដោយសារតែវាគ្មិនកិត្តិយសរបស់យើងគឺជាអ្នកដែលជំនាញខាងមុខរបរអញ្ចឹងនាងខ្ញុំចង់ឲ្យបងជួយបកស្រាយតាក់ទងមួយចម្ងល់បងមករាបន្តិចគាត់ថាគាត់មានមុខរបរមួយប៉ុន្តែគាត់មុខរបររបស់គាត់ហ្នឹងគាត់ថាដូចជាអត់មានភាពរីកចម្រើនសោះវានៅត្រឹងដដែលចឹងតើគាត់គួរតែធ្វើយ៉ាងណាដើម្បីឲ្យមុខរបររបស់បងប្រុសមករាហ្នឹងគាត់មានភាពកាន់តែប្រសើរឡើងនិងទទួលបានប្រាក់ចំណេញច្រើនណាបងចា៎បាទសូមអរគុណលោក មករាចាបងប្រុសមករាបាទលោកមករាដែលមានចម្ងល់ហ្នឹងហើយសូមស្ញើសរសើរនៅសេចក្តីក្លាហានដែលមានចម្ងល់រោអ្នកសួរមិនបានទេសួរមកវិជុទន្លេចាបាទនៅស្រុកនៅក្នុងប្រទេសកម្ពុជាយើងភាគច្រើនគឺជាសហគ្រាសធុនតូចមធ្យមចានិយាយថា 90% ជាសហគ្រាសធុនតូចមធ្យមចាហើយមានថាយើងមានគំនិតជាសហគ្រិនហើយបើយើងចាប់ផ្ដើមអាជីវកម្មប៉ុន្តែយើងត្រូវវិភាគឡើងវិញមើលថាជំហានដំបូងដែលយើងចាប់ផ្ដើមប្រកបអាជីវកម្មអីមួយនេះគឺគោលដៅយើងចង់បានស្អីចាសំទោសគោលដៅយើងចង់បានស្អីព្រោះអីពេលយើងចង់ធ្វើមុខរបរអីមួយយើងត្រូវគិតថាយើងផ្ដល់សេវាកម្មអ្វីដល់អតិថិជនរបស់យើងចាបងការផ្ដោតអារម្មណ៍ទី1គឺយើងលក់អីឲ្យគេចាហើយអតិថិជនយើងជាអ្នកណាប៉ុន្តែដើម្បីយើងចង់លក់អីឲ្យគេបានតែយើងធ្វើឲ្យផលិតផលរបស់យើងគុណភាពទោះជាយើងធ្វើសេវាក៏ដោយធ្វើលក់អីក៏ដោយលក់កាទៀវក៏ដោយលក់អីក៏ដោយធ្វើការឲ្យគេក៏ដោយម្ចាស់អាជីវកម្មឡទឹកត្រីឡឥដ្ឋអីក៏ដោយយើងត្រូវផ្ដល់សេវាហើយគោលដៅដំបូងរបស់យើងគឺមិនមែនគោលដៅចំណេញលុយទេចាតែមនុស្សភាគច្រើនយកគោលដៅចំណេញលុយមកធ្វើអាជីវកម្មចាចំណុចហ្នឹងខ្ញុំគាំទ្របងព្រោះបើយើងបើកហាងកាទៀវហើយលក់មួយចាន$5ចង់ចំណេញលុយគេមកហូបតែម្ដងគេទៅវិញហើយចាគោលបំណងរបស់យើងគឺផ្ដល់សេវាកម្មនិងគុណភាពល្អដល់អតិថិជនពេលយើងផ្ដល់សេវាកម្មល្អនិងគុណភាពល្អដល់អតិថិជនហើយនឹងតម្លៃថោកចាព្រោះបច្ចុប្បន្នជាសម័យព័ត៌មានវិទ្យាចាគឺចង់លឿនចាមានគុណភាពចាតម្លៃថោកទៀតចាតម្លៃមានការប្រកួតប្រជែងចាបើសិនជាយើងផ្ដល់សេវាអស់នឹងបានហើយផ្ដល់ផលចំណេញនឹងមកតាមក្រោយចាតែភាគច្រើនយើងអត់បានកំណត់គោលដៅនឹងអូចាអញ្ចឹងបានធ្វើឲ្យអាជីវកម្មយើងមានបញ្ហាហើយយើងអត់បានផ្ដោតទៅលើអាជីវដល់ទៅលើគុណភាពដល់ពេលយើងរកស៊ីយូរទៅយើងបែកអារម្មណ៍រឿងនឹងយើងចេះថាអត់ចំណេញព្រោះយើងត្រូវត្រៀមទុកថាការចាប់ផ្ដើមអាជីវកម្មអីដំបូងយើងត្រូវតែប្រើពេលបន្តិចដើម្បីទាក់ទាញអតិថិជនចាព្រោះអតិថិជនបច្ចុប្បន្ននេះសាវ៉ាណាមិនក៏ថាអញ្ចឹងបងសាវ៉ាអតិថិជនសាវ៉ាណាបើសិនជាមានខាងណាផ្ដល់គុណភាពល្អជាងនេះតម្លៃថោកជាងនេះលឿនជាងនេះគេដូរចិត្តហើយបាទចាអញ្ចឹងបើយើងផ្ដល់តម្លៃឲ្យគេថ្លៃហើយគុណភាពអត់ល្អសេវាមិនល្អចាតើយើងនឹងរំពឹងអ្វីពីអតិថិជននឹងបាទអតិថិជនគឺជាស្ដេចចាអញ្ចឹងគេមកកន្លែងយើងគេមកចាយលុយនៅកន្លែងយើងលក់អីក៏ដោយទោះជាអ្នកនឹងជាអ្នកធ្វើការក៏ដោយអ្នកនឹងជាអ្នកប្រកបរបរអាជីវកម្មលក់កាទៀវក៏ដោយសូម្បីតែលក់នំលក់ចេកចៀនមកផ្ទះហ្នឹងក៏ត្រូវតែផ្ដល់សេវាកម្មល្អដែរចាពេលយើងធ្វើការឲ្យគេក៏យើងត្រូវជាអ្នកផ្ដល់សេវាកម្មឲ្យគេដែរចាខ្ញុំក៏ឆ្នាំ2002ខ្ញុំជាបុគ្គលិកគណនេយ្យនៅស្ថានទូតអាមេរិកចាបទពិសោធន៍ខ្ញុំគណនេយ្យធ្វើការគណនេយ្យ12ឆ្នាំប៉ុន្តែពេលខ្ញុំធ្វើការឲ្យគេសួរថាខ្ញុំតែងតែទៅជប់លៀងគេសួរថារស់ស៊ីអីខ្ញុំថាខ្ញុំផ្ដល់សេវាកម្មហិរញ្ញវត្ថុឲ្យទៅស៊ីម៉ាក់
ស៊ីម៉ាក់ហ្នឹងបងប្អូនphảiស្គាល់ហើយអង្គការដោះមានហ្នឹងស៊ីម៉ាក់ ចាណាគេថាស៊ីម៉ាក់ផ្ដល់សេវាកម្មអីឃើញបុគ្គលិកស៊ីម៉ាក់ហ្នឹង ចា អត់ទេស៊ីម៉ាក់ខ្ញុំផ្ដល់សេវាកម្មគណនេយ្យឲ្យស៊ីម៉ាក់ព្រោះស៊ីម៉ាក់ជួលខ្ញុំឲ្យផ្ដល់សេវាកម្មគណនេយ្យ ចា ដល់ខ្ញុំអភិវឌ្ឍចំណេះដឹងខ្ញុំខ្ពស់ហើយខ្ញុំទៅផ្ដល់សេវាកម្មគណនេយ្យឲ្យស្ថានទូតអាមេរិកម្ដង ចា ហើយពេលយើងផ្ដល់សេវាកម្មឲ្យគេក្នុងនាមយើងជាសហគ្រិនយើងមិនមែនយើងជាបុគ្គលិកទេ ចាយើងជាអ្នកប្រកបមុខរបររកស៊ី បាទខ្ញុំអត់ធ្វើការឲ្យស្ថានទូតអាមេរិកទេខ្ញុំធ្វើការឲ្យប្រពន្ធនិងកូនខ្ញុំ អូ ក្រុមហ៊ុនរបស់ខ្ញុំ ចា អញ្ចឹងសូមជម្រាបដល់បងប្អូនជុំរងជាតិទាំងមូលថាទោះជាយើងរកស៊ីខ្លួនឯងក៏ដោយយើងធ្វើការឲ្យគេក៏ដោយ ចា យើងតែតាំងខ្លួនយើងជាសហគ្រិនមួយរូប ចា ខ្ញុំថាខ្ញុំជាម្ចាស់ជីវិតរបស់ខ្ញុំ ចា អញ្ចឹងយើងបើយើងតាំងខ្លួនជាសហគ្រិនយើងផ្ដល់សេវាកម្មឲ្យគេល្អ ចា ចង់ឡើងប្រាក់ខែយើងនិយាយមួយគេទៅ ចា កុំថាអត់ឡើងប្រាក់ខែធ្វើយូរខ្ញុំឈប់ហើយ ចា ប្រហែលជាយើងផ្ដល់សេវាកម្មគេអត់ល្អបានគេអត់ឡើងថ្លៃឈ្នួលឲ្យយើង ចា អញ្ចឹងនេះជាខ្ញុំក៏សូម5ផ្ញើទៅលោកមករា ចា ថាលោកមករាត្រូវគិតថយក្រោយវិញថាគោលដៅលោកមករាចូលដែលសម្រាប់ចិត្តធ្វើអាជីវកម្មហ្នឹងគោលដៅដំបូងយ៉ាងម៉េច ចា ហើយត្រូវគិតឡើងវិញហើយត្រូវបន្តអភិវឌ្ឍខ្លួនមានន័យថាយើងមិនអាចរៀនចប់ហើយចប់ទេវាមានសាលាច្រើនណាស់បច្ចុប្បន្ននេះ ចា បាទដូចសាលាលោកអមសេងបារាគាត់បង្រៀនហើយមានសាលាវាច្រើនហើយដែលតម្លៃថោក$5 $10 $100តាមជំនាញដែលយើងចង់រៀន ចា ហើយមានកន្លែង free ច្រើនណាស់ដែលសិក្ខាសាលា free ចា 2 ម៉ោង 3 ម៉ោងដើម្បីយើងទៅសិក្សាទៅស្ដាប់ទៅអាចស្គាល់អ្នកថ្មីនៅទីនោះ ចា ហើយស្ដាប់យោបល់គេអញ្ចឹងផ្ដោតអារម្មណ៍ទី1គឺទៅលើគោលដៅ ចា គោលដៅរបស់យើងចង់ធ្វើអីគឺលក់អីក៏ដោយត្រូវផ្ដល់សេវាកម្មឲ្យគេដ៏ល្អបំផុតលឿនថោកបាទបើសេវាកម្មល្អលឿនថោកទី4គឺចំណេញហើយ ចា បាទ អញ្ចឹងមានន័យថាកត្តាប្រាក់ចំណេញគឺជាចំណុចទី4ទេណាបងណាតែអ្វីដែលជាចំណុចសំខាន់របស់យើងនឹងយើងត្រូវដឹងច្បាស់តកតងជាមួយនឹងសេវាកម្មរបស់យើងតកតងជាមួយនឹងអ្វីដែលយើងចង់ផលិតផលដែលយើងចង់លក់ឲ្យទៅអតិថិជនរបស់យើង ផលិតផលរបស់យើងឧទាហរណ៍ថាផលិតផលរបស់យើងគេមកទៅដើមគ្នាអត់ ចា ឧទាហរណ៍ថារាល់ថ្ងៃខ្ញុំឃើញចំណុចខ្វះខាតរវាងនិស្សិតយើងមួយចំនួនគាត់រៀនចប់មហាវិទ្យាល័យក៏រៀនចប់ Master Degree ក៏រៀនចប់ PhD ចា គាត់ថាបើខ្ញុំមានលុយខ្ញុំនឹងធ្វើអ្នកមានយូរណាស់ហើយ ចា ខ្ញុំប្រាប់គាត់ថាបើសិនជាមានផែនការឲ្យធ្វើនឹងធ្វើអ្នកមានភ្លាមឥឡូវហ្នឹង ចា ចេះតែនិយាយអត់បានការ ខ្ញុំថាយើងត្រូវគិតហើយយើងធ្វើ ចា ព្រោះអីសម័យព័ត៌មានវិទ្យាលុយគឺជាគំនិតទេ ចា ពេលយើងមានគំនិតហើយគំនិតរបស់យើងអាចតាក់ទាញអ្នកមានលុយបានគឺគេយកលុយមកចូលមួយយើងហើយយើងមានគំនិតរស់ស៊ីរួមគ្នា ចា បាទអញ្ចឹងគាត់ចេះថាចាំគាត់ទៅធ្វើការសន្សំលុយបាន 100000 សិនបានគាត់បើកមួយបាទហើយគាត់ថាចាំគាត់សន្សំលុយបាន 50000 សិនគាត់បើកសាលាគណនេយ្យ ចា ខ្ញុំមានស្គាល់លោកគ្រូគណនេយ្យប្រហែលអ្នកណាគាត់ថាចាំគាត់សន្សំលុយសិនខ្ញុំថាលោកគ្រូរស់ស៊ីមួយជីវិតក៏លោកគ្រូមិនអាចសន្សំលុយបាន 50000 ដែរលោកគ្រូបរៀន1ម៉ោងប្រហែល$20 1ម៉ោង$30លោកគ្រូសន្សំបានប៉ុន្មានហើយលោកគ្រូស្រែកបានប្រហែលម៉ោងក្នុងមួយថ្ងៃ ចា យ៉ាងយូរ5ឆ្នាំលោកគ្រូស្រែកអស់5ឆ្នាំគឺត្រូវទៅជួបដុកទ័រមើលបំពង់កហើយ ចាមានបញ្ហាសុខភាពហើយចា ខ្ញុំថាលោកគ្រូគួរតែរៀនចំណេះដឹងថ្មីចំណេះដឹងក្នុងការប្រមូលដើមទុនជួនកាលអ្វីដែលលោកគ្រូរៀនអត់បានរៀនផ្ដោតអាហ្នឹងទេ ចា ខ្ញុំមានបទពិសោធន៍របស់ខ្ញុំឆ្នាំ2007ខ្ញុំជាអ្នកធ្វើសិក្ខាសាលាទី1ជាងនៅស្រុកខ្មែរចា សិក្ខាសាលានៅអូតៃ Intercon ចា បាទថ្ងៃទី28ខែ1 2007ខ្ញុំធ្វើសិក្ខាសាលានៅ Intercon ចា ហើយសួរថាខ្ញុំមានលុយទេចាអត់មានលុយទេខ្ញុំប្រមូលដើមទុនបាន$15000 ចា ធ្វើសិក្ខាសាលា Intercon ចាខណៈខ្ញុំអត់ដឹងថានៅខាងក្រៅមានកន្លែងជួលថោកទេចាបើខ្ញុំដឹងខ្ញុំអត់ទៅវិទ្យាឋានជាតិចាអស់$15000ហើយឲ្យ free សិក្ខាសាលា free
ចាចា ហើយមានអ្នកចូលរួម800នាក់ចូលរួម ចាចា គាត់ថាខ្ញុំប្រើកំណត់របស់ខ្ញុំជជែកមួយអុកញ៉ាម្នាក់ ចាចា បាទគាត់មានដីគាត់មានអីហើយតែបើអុកញ៉ាមានដីខ្ញុំមានកំណត់ ចាចា បាទបើអុកញ៉ាជឿថាខ្ញុំធ្វើបានយើងភាសាគ្នា ចា អញ្ចឹងខ្ញុំអភិវឌ្ឍខ្ញុំប្រមូលក្រុមធ្វើការអញ្ចឹងខ្ញុំបង្រៀន4ម៉ោង4ម៉ោងយើងវិនិយោគ$15,000 ចា ប៉ុន្តែ$15,000ហ្នឹងយើងបានចំណេញមកវិញ$1 លាន អូពិតជាច្រើនមែនតើ បើនិយាយទៅដូចផ្អើលគេ ចា គ្មានលុយ1រៀលតែចំណេញ$1 លាន ចា ប៉ុន្តែបងប្អូនស្ដាប់ហើយគាត់តែយកមកពិចារណាថាលុយគឺជាគំនិតទេ ចា ព្រោះនៅក្រោយឆ្នាំ1971លុយឈប់ជាលុយទៀតហើយ ចាចា លុយគឺជាបំណុល ចា ឧទាហរណ៍ថាមុនឆ្នាំ1971មុននឹងបោះពុំលុយបាន$100ត្រូវយកមាសដែលតម្លៃស្មើនឹង$100ទៅបោះពុំ ចាចា បន្ទាប់ពីបារាំងទាមទារឲ្យអាមេរិកទូទាត់លុយជាមាសទូទាត់តំណែងជាមាសពួកអីអាមេរិកក៏ឆ្នាំមុនឆ្នាំ71អាមេរិកអត់ទាន់ផលិតច្រើនអីហ្មងទេ ចាចា គាត់ភាគច្រើនទិញតំណែងពីបារាំងទៅ ចា តែបារាំងក៏ទាមទារថាឈប់យកលុយដុល្លារទូទាត់លុយជាមាស ចាចា ហើយប្រធានាធិបតី Nixon របស់សហរដ្ឋអាមេរិកគាត់ថាបើសិនជាទូទាត់ជាមាសអស់អញ្ចឹងអាមេរិកនឹងលេងខ្សលមាសហើយ ចា អញ្ចឹងដកបារ៉ែមលុយមាសចេញពីដុល្លារចេញអញ្ចឹងបោះពុំលុយរដងប្រើបំណុល ចា អញ្ចឹងលុយគឺជាបំណុលវាលេងជាលុយឯទៅហៅ currency អញ្ចឹងលុយជាបំណុលបើសិនជាយើងអភិវឌ្ឍខ្លួនហើយយើងមានចំណេះដឹងហិរញ្ញវត្ថុច្រើនយើងប្រើបំណុលនឹងបង្កើតលុយអញ្ចឹងក្នុងឆ្នាំ2007ខ្ញុំលក់បំណុលទេ ចា ក្នុងដីខ្ញុំប្រហែល1000ឡូហ្នឹងខ្ញុំអត់លក់ជាលុយទេលក់ជាបំណុល ចា 1ឡូ8000បង2000មុនជាពាក់6000បង4ឆ្នាំមួយខែ148បង2ឆ្នាំមួយខែ296កក់$50មុនទៅបើសិនជាមួយខែអត់ចំណេញយកលុយវិញ ចា ប៉ុន្តែខ្ញុំមានវិធីក្នុងការបង្កើនបំណុលហ្នឹងឲ្យទៅជាលុយអញ្ចឹង ចា អ្នកចូលរួមសិក្ខាសាលារបស់ខ្ញុំ800អ្នកហ្នឹងអ្នកណាមួយក៏ចំណេញលុយដែរ ចាចា យើងចេះបង្កើតវា ចាចាតកតងជាមួយនឹងការបង្កើតផងដែរប្រហែលជាប្រិយមិត្តយើងមួយចំនួនគាត់មានភាពងឿងឆ្ងល់ហើយថាតើគេបង្កើតរបៀបម៉េចទើបអាចធ្វើឲ្យលុយរបស់យើងឧទាហរណ៍ថាយើងប្រៀបធៀបថាឲ្យងាយថាពី$1ធ្វើវាឲ្យខ្លាំងទៅជា$1000ហើយពីប្រិយមិត្តយើងដែលថាគាត់មានដើមតែ1000នេះគាត់ចង់រកស៊ីធ្វើមិនឲ្យវាខ្លាំងទៅជា$10000វិញចាជំវិញបញ្ហាហ្នឹងតើយើងគួរតែធ្វើរបៀបម៉េចទើបអាចបង្កើនលុយហ្នឹងឲ្យវាខ្លាំងទៅជាដូចអ្វីដែលយើងចង់បានណាបង ចេះចង់បង្កើនលុយពី$1ទៅដល់100លានទៅដល់1លានទៅដល់1000ទៅដល់10000វាអត់ពិបាកប៉ុន្តែតើយើងហ៊ានវិនិយោគពេលវេលាយើងអត់កាលពីម្សិលមិញខ្ញុំបានបង្រៀនតាមវីដេអូ Skype តាមវីដេអូទៅសភាប្រជាកម្មខេត្តកំពង់សោម ចាចា ពួកគាត់មានការរំភើបមែនទែន ចាចា បាទដោយចត្រាបានឃើញហើយម្សិលមិញ ចាចា ខ្ញុំបង្រៀនពួកគាត់សិទ្ធិអ្នកមាននៅខេត្តកំពង់សោម ចាចា ហើយយើងគិតមើលកាលពីឆ្នាំ79ក្រោយថ្ងៃរំដោះ7មករា ចាចា ដែលគណៈបព្វជិជនបានអញ្ជើញបានមកដោះរំដោះបាទប្រទេសចេញពីរបបបល្ល័យពូជសាសន៍យើងមើលអ្នកណាមានលុយខ្លះ ចាចា មានតែមកបង្វិចទេ ចាម្នាក់សិតតែបាត់ដៃទទេទាំងអស់ចា បាទព្រោះអីរបប3ឆ្នាំ8ខែ20ថ្ងៃនេះគេបានរំលាយអីកម្មសិទ្ធិលុយក៏គេមិនចាយណា ចាចា ចូលមកវិញអាណាមួយក៏គ្មានអីដែរ ចាចា ប៉ុន្តែ5ឆ្នាំក្រោយ ចា អ្នកមានដែរ មិនអញ្ចឹងបង អ្នកក្រដែរ វាជាផ្នត់គំនិត ចាចា ព្រោះអីយើងមានផ្នត់គំនិត3ផ្នត់គំនិតអ្នកក្រផ្នត់គំនិតអ្នកកដាល ចា ផ្នត់គំនិតអ្នកមាន ចា 3អ្នកហ្នឹងមានការគិតផ្សេងគ្នា ចាចា ផ្នត់គំនិតមិនថាអ្នកហ្នឹងអ្នកមានអ្នកក្រទេក៏ផ្នត់គំនិត ចា ការគិត ការ បើ គិ យើង តរបស់គាត់ បើគាត់គិតបែបអ្នកក្រគឺគាត់រកលុយបាន100គាត់ចាយ100 ចាចា បើគាត់មានផ្នត់គំនិតបែបអ្នកមាន ចា ប្រាក់ខែគាត់100ឬក៏ប្រាក់ខែគាត់1000 ចា ហើយរងៃយើងឃើញកម្មវិធីធនាគារ ABA ធនាគារ ANZ ធនាគារ Aclida ធនាគារផ្សេងៗគេឲ្យកម្ចីទិញឡាន ចាចា បើប្រាក់ខែគាត់1000គាត់អាចទិញឡានបានមួយគាត់
គាត់សំបាន 4-5,000 ក៏យកលុយទៅកក់ទិញឡាន ចាគាត់ទិញឡានហើយគាត់ធ្វើការសងលុយមានអីតាំងប្រាក់ខែប៉ុណ្ណឹងមានអីទិញឡានជិះឲ្យហឺហាមួយសិនទៅ ចាកុំឲ្យបាក់មុខ កុំឲ្យបាក់មុខព្រោះតម្លៃខ្ញុំមិនមែនបណ្ដាញខ្ញុំប្រធានគ្រប់គ្រងឬក៏ ចា ប្រធានហិរញ្ញវត្ថុអីចឹងណា ចា បាទអញ្ចឹងគាត់អត់ខុសទេប៉ុន្តែគាត់តែការគាត់តែបែបអ្នកក្របែបអ្នកកដាលសំទោសតែបើកាត់គិតគាត់បែបអ្នកមាន ចា ប្រាក់ខែគាត់ 1000 ចា ដូចគ្នា ចា 1000មិនថា100មិនថា50មិនថាទេ ចា ឲ្យតែគាត់បែបអ្នកមានគាត់ចាយលុយចាយអីតែទៅគាត់សន្សំ 10% ទុក ចាមិនចាយទាំងអស់ទេ អត់ចាយទាំងអស់ 10% ទុក invest ទុកវិនិយោគ ទុកវិនិយោគចា បាទវិនិយោគគាត់ចាយអីចាយទៅគាត់ទុកវិនិយោគគាត់សន្សំទុក ចា ហើយគាត់គិតផែនការមុនឧទាហរណ៍ថាគាត់ចង់ទិញទ្រព្យដែលមានផលចំណេញ ចា ឬក៏គាត់ចង់ទិញឡានជួល ចាអូ គាត់មានស្គាល់ពុកម៉ាក់គាត់ទៅគាត់មានឡានថ្លៃជួលឡានជួលអីទៅ ចា គាត់ទិញឡានទៅគាត់ជួល ចា គាត់ជួលឲ្យគេហើយឧទាហរណ៍ថាទិញឡានតម្លៃឧទាហរណ៍ទិញ Lexus RX 300អញ្ចឹងឥឡូវវាតម្លៃ 15,000 ចា ហើយគាត់ជួលមួយខែបាន700 ចា បាទមួយខែ700 15,000ធនាគារឲ្យចេះ 60% ចា អញ្ចឹងគាត់ខ្ចីបាន $8,000 8,000 9,000អញ្ចឹង 8,000 9,000 សងធនាគារ5ឆ្នាំមួយខែសង$250 អូគាត់ចំណេញហើយអញ្ចឹង បាទហើយ គាត់នឹងចំណេញបាត់ ហើយគាត់ជួលបាន500 600អញ្ចឹងគាត់បង់ធនាគារហើយគាត់អត់សល់300ទៀត ចា តែឡានហ្នឹងគាត់ជិះបានពេលគេឈប់គេជិះគេជួលទៅមួយថ្ងៃ10ម៉ោងនឹងឈប់គាត់ជិះបានគាត់ដឹកប្រពន្ធគាត់ទៅយ៉ាំអីបាន ចា 5ឆ្នាំក្រោយគាត់សល់ឡានមួយ ចា បាទហើយបើចំណូលគាត់ពីសល់នេះហើយបូកនឹងប្រាក់ខែទៀតគាត់ចង់ទិញឡានថែមទៀតក៏បាន ចា គាត់ជួលទៀតហើយគាត់គិតទៀតបើបានឡាន2បានឡាន3គាត់ថាចង់ទិញផ្ទះជួល ចា បាទហើយគាត់អភិវឌ្ឍខ្លួនគាត់ចំណេះដឹងហិរញ្ញវត្ថុគាត់ទិញផ្ទះជួលគាត់ទិញអីគាត់ទិញ business អីដែលអាចចំណូលលុយរបស់គាត់តែប្រាក់ខែដូចគ្នា ចា យើងសួរមើលអ្នកក្រអ្នកកដាលអ្នកមានប្រាក់ខែ100ដូចគ្នាសួរអ្នកក្រសល់ប្រហែល5ឆ្នាំក្រោយថាអត់សល់ប្រាក់ខែប៉ុណ្ណឹងឲ្យសល់មិន ចាហ្នឹងហើយទស្សនៈបែបហ្នឹងខ្ញុំអសែលឮមែនតើ បាទហើយសួរអ្នកកដាលថាប្រាក់ខែ100សល់ប៉ុន្មាន5ឆ្នាំសល់ជាពាក់គេ 3,000 ទៀតរួចគ្នា សល់ជាពាក់គេ ខ្ញុំ5ឆ្នាំនោះសល់ 3,000 ទៀតរួចគ្នា ចា ហើយសួរអ្នកដែលមានផ្នត់អ្នកមានថា5ឆ្នាំសល់ប៉ុន្មាន ចា សល់ 3-4 ម៉ឺន អូ ហើយចំណូលខ្ញុំកើនថែម 1,000 2,000 ទៀតខ្ញុំគិតថាចង់ចំណាយពេលឲ្យបានច្រើនជាមួយគ្រួសារពេលចំណូលខ្ញុំបាន 1,000 ទៀតខ្ញុំឈប់ធ្វើការខ្ញុំមកចំណាយពេលពេញម៉ោងជាមួយគ្រួសាររបស់ខ្ញុំ ចា បាទគាត់អាចយកបទពិសោធន៍នោះទៅចែករំលែកដូចគេដូចខ្ញុំយកបទពិសោធន៍ហ្នឹងមកចែករំលែកបងប្អូនជាន់រួមជាតិថាលុយគឺជាកំណត់ទេ ចា គាត់ថាយើងបដូរការគិតតែបន្តិចទេ ចាយើងនឹងអាចបង្កើតលុយបានហើយ យើងបង្កើតលុយបានហើយយើងធ្វើការពោពេញទៅដល់ពោពេញទៅដោយធម៌ពលដែលសម្រេចគោលដៅរបស់យើង ចា គោលការណ៍សំខាន់របស់ខ្ញុំគឺចង់ឲ្យបងប្អូនកំណត់គោលដៅ ចា ដូចខ្ញុំសួរម្សិលមិញសួរថាហេតុអីបានយើងព្រលឹមឡើងទៅធ្វើការពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រហេតុអីបានងើបទៅធ្វើការ ចា នឹង10នាក់សួរខ្ញុំងើបទៅធ្វើការមិនខ្ញុំទៅធ្វើការខ្ញុំសួរថាហេតុអីបានទៅធ្វើការ ចា ហេតុអីបានទៅធ្វើការ ហើយពួកគាត់ឆ្លើយថាម៉េចទៅបង គាត់ថាខ្ញុំឈួត អេមិនចឹង បើគេទៅធ្វើការដែរខ្ញុំទៅធ្វើការគេថាខ្ញុំអត់ការងារធ្វើហើយ ចា ខ្ញុំសួរគាត់ថាហេតុអីគាត់ទៅធ្វើការស្អីដែលជំរុញគាត់ទៅធ្វើការ ចា ពួកគាត់អត់មានគោលដៅ អូ គាត់ទៅធ្វើការដើម្បីយកចំណូលមកចាយទូទាត់ប្រចាំខែឲ្យចប់គាត់ទៅធ្វើការទៀត ចា ចប់ធ្វើការទៀត ចា អញ្ចឹងយើងនិយាយពីភាពជោគជ័យក្នុងជីវិតគឺយើងភាពជោគជ័យគឺជាគោលដៅភាពជោគជ័យគឺជាការដឹងនៅរយៈចម្ងាយឬក៏រយៈថេរវេលានៃគោលដៅរបស់យើង ចា ចត្រាក៏ជោគជ័យឲ្យតែចត្រាមានគោលដៅ ចា ទោះជាយើងទៅចាប់ដើម 1% នៃគោលដៅក៏ដោយឬក៏យើងនៅសល់គេសួរថានៅសល់ប្រមាណភាគរយទៅដល់គោលដៅ ចា អត់ដឹង ចា បាទអញ្ចឹងខ្ញុំឲ្យជនរួមជាតិទាំងមូលដែលបានស្ដាប់នឹងបើបានស្ដាប់យកប៊ិចមកយកกระดาษមកគាត់គោលដៅ ចា ចង់បានអីយកហ្នឹង ចា ពីក្មេងចង់បានអីគាត់ឡើងវិញសួរថាហេតុអីបានគោលដៅដែលយើងចង់បានពីក្មេងមកធ្វើអត់បាន ចា យើងអាចធ្វើអីក៏បានដែរដែលយើងចូលចិត្តហើយចំណេញលុយ ចា ខ្លាយជាអ្នកមានទ្រព្យធនខ្ញុំ
ខ្ញុំពីមុនខ្ញុំអត់យល់ទេខ្ញុំចំណាយពេលអស់ចិត្ត20ឆ្នាំមកខ្ញុំយល់វិលគ្មានគោលដៅដូរខ្ញុំមានគោលដៅធំមែនតែអាគោលដៅផ្សេងខ្ញុំអត់ដឹងចាមានតែដូរពីការងារមួយទៅការងារមួយដោយគ្មានគោលដៅពិតប្រាកដចាព្រោះគាត់ថាប្រាក់ខែច្រើនចំណូលច្រើននឹងដោះស្រាយបញ្ហាបានប៉ុន្តែតាមពិតអត់ទេចាដូចខ្ញុំនិយាយមកសមមិញអញ្ចឹងថាបើសិនជាអញ្ជើញអ្នកក្រក៏100អ្នកមកហើយជូនគាត់ម្នាក់$10000 ចាប្រាប់គាត់ថាយក$10000ទៅមិនប្រាប់គាត់ធ្វើអីទេចាមួយឆ្នាំក្រោយអញ្ជើញគាត់មកវិញម្ដងទៀតឲ្យមកជួបដើម្បីមកយក$10000ទៀតប្រាប់គាត់អញ្ចឹងគាត់មកហើយចាហើយសួរទៅ86%អស់លេងបាទហើយ16%ទៀតមានបញ្ហាចាលុយ10000នោះទៅមានបញ្ហាអ្នកខ្លះលេងលះប្តីប្រពន្ធអ្នកខ្លះគ្រោះថ្នាក់ទៅគាត់យកលុយទៅក៏ប្រើខុសទៅចាពិសាសូរ៉ាអីទៅតែមានតែ5%ទេដែលលុយនឹងកើនពី20000ឡើងទៅចាអញ្ចឹងក្នុង100នាក់មានតែ5%ទេដែលគាត់យកទៅប្រើមានអត្ថប្រយោជន៍អញ្ចឹង20នាក់មានមួយអញ្ចឹងបើសិនជាបងប្អូនជនរួមជាតិទាំងអស់ចង់ខ្លាចជាអ្នកជោគជ័យត្រូវមានគោលដៅសរសេរគោលដៅបើសិនជាអត់មានប៊ិចមានសភៅនៅក្បែរចាំក្នុងចិត្តថាខ្ញុំមានគោលដៅចង់ធ្វើអីធ្វើនឹងទៅធ្វើអីដែលយើងចូលចិត្តហើយទទួលបានលទ្ធផលល្អខ្ញុំចូលចិត្តនិយាយខ្ញុំចូលចិត្តចែករំលែកអញ្ចឹងពេលខ្ញុំចូលចិត្តនិយាយបទពិសោធន៍ចូលចិត្តចែករំលែកបទពិសោធន៍ខ្ញុំទទួលបានចំណូលពីការចែករំលែកហ្នឹងបាទហើយពេលខ្ញុំអភិវឌ្ឍគុណភាពសេវាកម្មរបស់ខ្ញុំគេមករកខ្ញុំគេបញ្ជូលខ្ញុំឲ្យធ្វើនេះធ្វើនោះកិច្ចការធំខ្ញុំរាល់ថ្ងៃខ្ញុំដោះស្រាយបញ្ហាធំរាល់ថ្ងៃកំពុងមានវិបត្តិយើងគិតមកហើយដែលទូទាំងប្រទេសមានដូចជាត្រានិយាយមិញថាមានប្រជាជនជាង1លានគ្រួសារហើយដែលគាត់ជាអតិថិជនរបស់ Christian Micro ហិរញ្ញវត្ថុបាទជាង1លានគ្រួសារដែលជាអតិថិជនរបស់ Christian ហិរញ្ញវត្ថុនេះថាពួកគាត់ត្រូវអាចដឹងថាកលមិនទាន់ខ្ចីលុយដូចដេកលក់ស្រួលតាំងពីខ្ចីលុយហើយពិបាកព្រោះអីផ្នត់កំណត់ក៏អត់តាន់ដូរអញ្ចឹងលុយពេលមានលុយគឺមានបញ្ហាអញ្ចឹងពួកគាត់ត្រូវបដូរផ្នត់កំណត់ឲ្យដូចខ្ញុំថាអញ្ចឹងទៅដូរផ្នត់បែបអ្នកមានកុំខ្ចីលុយគេ5000មកហើយណាហើយរ៉ូស៊ី2000ទិញម៉ូតូអស់1500បាទទិញម៉ូតូ1500អួតគេតិចសិនទៅព្រោះដើម្បីអួតគេថាយើងមានលុយទិញម៉ូតូដែរបាទទិញម៉ូតូទិញឡានអត់សំខាន់ទេប៉ុន្តែយើងថាទិញអីក៏បានឲ្យតែទិញអ្វីដែលបង្កើននៅចំណូលបាទចាសូមអរគុណដល់បងសុផសម្រាប់ចំពោះការបកស្រាយអំបញ្ញមិញហើយប្រិយមិត្តទាំងអស់គ្នាបើសិនជាចង់ដឹងកាន់តែច្បាស់តកតងជាមួយនឹងចម្ងល់ផ្សេងទៀតនោះយើងនឹងជួបគ្នានៅឱកាសក្រោយទៀតដោយសារតែកម្មវិធីរបស់យើងគឺយើងនឹងមានរឿងខ្លីដ៏ពិសេសមួយដើម្បីជាឧទាហរណ៍ដ៏ល្អចែកជូនដល់ប្រិយមិត្តទាំងអស់គ្នានៅក្នុងការស្ដាប់ដើម្បីធ្វើការពិចារណាក៏ដូចជាការកំសាន្តនៅក្នុងកម្មវិធីយើងផងដែរចានេះខ្ញុំសូមគោរពអញ្ជើញប្រិយមិត្តទាំងអស់គ្នាតាមដានស្ដាប់ជាមួយនឹងរឿងខ្លីរបស់យើងសិនចាណែលោកគ្រូខ្ញុំនេះណាចង់ដាក់ពាក្យស្នើលុយ$2000សម្រាប់ពង្រីកមុខរបរហូស៊ីតើបានអត់ទេលោកគ្រូអូបានទៅមីងចុះមីងមានប្លង់ដីដាក់អត់មានតើលោកគ្រូខ្ញុំមានប្លង់ដីស្រែ1ហិកតាដីស្រែមីង1ហិកតាអញ្ចឹងដីស្រែមីងនឹងលក់បានប្រមាណដែរទៅដីនឹងជាប់មាត់ទឹកអញ្ចឹងលក់បានថ្លៃគួរសមដែរនឹងណាលោកគ្រូណែគេឲ្យខ្ញុំនឹង$5000ខ្ញុំមិនលក់ផងអូបានអញ្ចឹងមីងទៅយកអត្តសញ្ញាណប័ណ្ណសៀវភៅគ្រួសារនិងប្លង់ដីមកខ្ញុំនឹងបំពេញពាក្យឲ្យមីងចាលោកគ្រូណែខ្ញុំនឹងទៅយកឥឡូវនឹងហើយលោកគ្រូចាំត្រង់នឹងមួយផ្លែតណាបាទសុំជិះមីងណែមីនាងចាស់ម៉ែណែយកសភៅគ្រួសារអត្តសញ្ញាណប័ណ្ណហើយនឹងប្លង់ដីដែលម៉ែថតច្រឡំគីឡូពីថ្ងៃមុនហ្នឹងឲ្យម៉ែបន្តិចមកណាប្រញាប់ឡើងព្រោះថាលោកគ្រូគាត់កំពុងតែចាំអេម៉ែយកតាណាទៀតហើយសង្ស័យតែយកទៅខ្ចីលុយគេទៀតទេម៉ែថ្ងៃមុនណាទៅតែខ្ចីលុយគេ$1500ថ្មីសោះហ្នឹងមិនទាន់ដឹងថាត្រូវធ្វើម៉េចដើម្បីសងគេផងឥឡូវទៅខ្ចីគេទៀតហើយណែកុំចេះដឹងច្រើនពេកមើលໄວបើមិនខ្ចីគេនោះបានអីធ្វើផ្ទះឲ្យស្អាតបើចិត្តការនឹងឯងផងនេះប៉ុន្តែយើងមានបណ្ណាធ្វើប៉ុណ្ណឹងទៅម៉ែខ្ញុំមិនមែនចង់ធ្វើធំដុំអីពេកទេខ្ញុំមិនចង់ការឲ្យប្តីប្រពន្ធឆ្លោះគ្នាដោយសារតែត្រូវរលុយសំបំណុលគេទេម៉ែ
មិនអីទេកុំទៅបារម្ភច្រើនពេកណាម៉ែប៉ុណ្ណឹងដែរការកូនស្ងាត់មិននឹងកើតឲ្យស្អីនឹងមកម៉ែទៅខ្ចីលុយគេសិនណា3ខែក្រោយមកហើយបើខ្ញុំដឹងថាការជាមួយឯងហើយត្រូវគេមកទាលុយទាំងព្រឹកល្ងាចបែបនេះខ្ញុំសុខចិត្តនៅលាវឬក៏ការជាមួយអ្នកផ្សេងវិញធ្វើម៉េចឯងបើការនោះម៉ែខ្លាចយើងមិនមានលុយគ្រប់សម្រាប់ចាត់ចែងរៀបការហ្នឹងណាឥឡូវឃើញទេការសប្បាយណាស់ប៉ុន្តែឥឡូវនេះណាគេមកទាលុយមកក្រោយរហូតហើយខ្ញុំមិនដឹងថារស់នៅជាមួយនឹងឯងបានយូរប្រហែលទៀតទេបាទរលុយច្រើនដែរតែមិនដែលឃើញសល់អីមួយរៀងចឹងនោះសូមជូនកម្មវិធីជីវិតនិងលុយហើយហេតុអ្វីបានជាមនុស្សជាច្រើននៅក្នុងលោកនេះប្រឈមមុខទៅនឹងចំណោទបញ្ហាជីវិតច្រើនម្ល៉េះណោះហើយតើធ្វើយ៉ាងណាដើម្បីឲ្យជីវិតនេះមានភាពជោគជ័យនិងមានសេចក្តីសុខទៅណោះតើណែធ្វើយ៉ាងណាដើម្បីឲ្យជីវិតមានភាពរឹងមាំផ្នែកហិរញ្ញវត្ថុណោះហើយតើអ្នកក្រអ្នកមធ្យមនិងអ្នកមានគេមានផ្នត់គំនិតខុសគ្នាយ៉ាងដូចម្ដេចណាដើម្បីរកដំណោះស្រាយទាំងនេះសូមតាមដានស្ដាប់កម្មវិធីជីវិតនិងលុយដែលធ្វើការពិភាក្សានិងផ្សាយផ្ទាល់នៅរៀងរាល់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យចាប់ពីម៉ោង 12 ដល់ម៉ោង 1 ថ្ងៃត្រង់នៅស្ថានីយ៍វិទ្យុទន្លេរាជធានីភ្នំពេញនិងស្ថានីយ៍វិទ្យុក្រុងសៀមរាប FM 102.5 MHz សូមចូលរួមជាមួយនឹងយើងខ្ញុំនៅក្នុងកម្មវិធីនេះដើម្បីទទួលបានរង្វាន់ពិសេសកម្មវិធីនេះដឹកនាំដោយលោកអាមសេមរ៉ាគាំទ្រការផលិតដោយស្ថាប័នហិរញ្ញវត្ថុអន្តរជាតិអយកូក្រេឌីតវិទ្យាស្ថានអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជានិងអង្គការករណាហ្វាន់អន្តរជាតិសូមកុំភ្លេចតាមដានស្ដាប់កម្មវិធីជីវិតនិងលុយធ្វើឲ្យជីវិតកាន់តែប្រសើរឡើងប្រិយមិត្តទាំងអស់គ្នាសូមស្វាគមន៍មកកាន់កម្មវិធីជីវិតនិងលុយសាជាថ្មីម្ដងទៀតចាហើយនាងខ្ញុំសង្ឃឹមនឹងជឿជាក់ថាប្រិយមិត្តទាំងអស់គ្នាពិតជាមានភាពរីករាយជាមួយនឹងរឿងខ្លីរបស់យើងអំបញ្ញមិញនេះហើយចាពិតមែនទេបងសុផលបាទរឿងហ្នឹងវាកើតឡើងទូទាំងប្រទេសហើយរឿងហ្នឹងចានាងខ្ញុំក៏សូមបញ្ជាក់ដែរថាប្រិយមិត្តទាំងអស់គ្នាអាចទូរស័ព្ទចូលរួមនៅក្នុងកម្មវិធីរបស់យើងខ្ញុំបានដោយធ្វើការឆ្លើយនៅសំណួរដើម្បីទទួលបានរង្វាន់ពិសេសពីកម្មវិធីតាមរយៈលេខទូរស័ព្ទ017 999និង126ចាហើយដោយសារតែឥឡូវនេះប្រិយមិត្តរបស់យើងប្រហែលជាកំពុងតែប្រជែងគ្នាទូរស័ព្ទចូលមកកម្មវិធីប្រហែលជាប្រព័ន្ធរៀងចង្អៀតបន្តិចសូមព្យាយាមទៀតចាហើយតកតងជាមួយរឿងខ្លីរបស់យើងអំបញ្ញមិញគប់ផ្សំជាមួយនឹងការបកស្រាយរបស់បងសុផលមុននឹងផងដែរយើងសង្កេតឃើញថានៅក្នុងសាច់រឿងរបស់យើងអ្នកមីងសនគាត់ដូចជាប្រើប្រាស់លុយខុសគោលដៅទៅធ្វើឲ្យក្រុមគ្រួសាររបស់គាត់នឹងជួបបញ្ហាខាងគ្រួសារខាងកូនរបស់គាត់ហ្នឹងគាត់ក៏មានដូចជារៀងរអៀសអង្គាសចិត្តអីជាមួយនឹងប្រពន្ធគាត់ដែរឃើញរៀងចុងក្រោយហ្នឹងគាត់រៀងបច្ចេកមិនដឹងការមួយឯងពិបាកអញ្ចឹងប្រហែលជានេះហើយអូចាដោយសារតែប្រិយមិត្តរបស់យើងគាត់បានទូរស័ព្ទចូលរួមជាមួយនឹងកម្មវិធីរបស់យើងខ្ញុំហើយចាអញ្ចឹងនេះខ្ញុំសូមអនុញ្ញាតទទួលទូរស័ព្ទពីប្រិយមិត្តរបស់យើងចាជំរាបសួរបាទជំរាបសួរបាទចាជំរាបសួរបងប្រុសបាទចាបងប្រុសអត់តបងប្រុសអាចប្រាប់ពីឈ្មោះរបស់បងបន្តិចបានទេបងបាទខ្ញុំឈ្មោះវណ្ណរិទ្ធបងប្រុសវណ្ណរិទ្ធខំមកពីខាងណាដែរបងមកពីមុខពោធិ៍តុងខាងមុខពោធិ៍តុងជំរាបសួរប្រិយមិត្តនៅខាងពោធិ៍តុងបាទចាពាក់ព័ន្ធជាមួយនឹងកម្មវិធីរបស់យើងបងដឹងថាកម្មវិធីនេះគឺកម្មវិធីអីទេបងខ្ញុំបើកបែរជាត្រឹម3នាទីមិញហ្នឹងឬលោកពិធីករឬក៏វិលក្មិនមិញខ្ញុំអត់ស្ទើរដឹងដែរចាតែនិយាយការ sharing របស់គាត់ហ្នឹងគឺល្អមែនទេចាតាមកំណត់រវាងអ្នកមានអ្នកក្រហើយនិងអ្នកមធ្យមអញ្ចឹងណាចាសូមអរគុណឡើងហេតុផលពីកាលដៃឆ្នាំ79ចាមកដល់5ឆ្នាំក្រោយ10ឆ្នាំក្រោយនិង30ឆ្នាំក្រោយនេះចារបស់កំពុងរបស់គាត់ហ្នឹងគឺផ្សេងគ្នាអញ្ចឹងណាចាបាទចាហើយកម្មវិធីរបស់យើងមានសំណួរដើម្បីផ្ដល់ជូនប្រិយមិត្តដើម្បីឆ្លើយទទួលបានរង្វាន់ពិសេសពីកម្មវិធីអញ្ចឹងបងប្រុសគិតថាបងប្រុសអាចឆ្លើយនៅសំណួរហ្នឹងបានទេបងខ្ញុំមិនហ៊ានថាបានប៉ុណ្ណាព្រោះស្ដាប់សំណួរសិនណាចាអញ្ចឹងតែព័ន្ធជាមួយរឿងខ្លីទេបងគឺងាយសំណួរតែព័ន្ធជាមួយនឹងរឿងខ្លីរបស់យើងអំបញ្ញមិញណាសកម្មភាពរបស់មីងសនដែលជាម្ដាយហ្នឹងណាគាត់បានទៅខ្ចីលុយពីច្រើនស្ថាប័នអញ្ចឹងទៅហើយទៅពេលក្រោយមកហ្នឹងក៏មានបញ្ហាក្នុងគ្រួសារដោយសារតែគាត់ជាប់បំណុលគេច្រើនអញ្ចឹងខាងកូនប្រសាហ្នឹងគាត់ល្អលទាំគាត់ថាបដិងការជាមួយឯងពិបាកអញ្ចឹងហើយជាប់បំណុលគេព្រឹកងាយដោះអញ្ចេះអស់អញ្ចឹង
សុកចិត្តអត់ការវិញអញ្ចឹងចង់សួរតើតងជាមួយសកម្មភាពរបស់ម្នាក់មីងសហ្នឹងតើគាត់ធ្វើបែបនេះទង្វើបែបនេះគឺជាទង្វើដែលត្រឹមត្រូវដែរឬទេចា៎ គឺមកនិយាយបានថាសំណួរគឺល្អមែនទេសូមអរគុណ ចាចា អ្វីដែលអ្នកមីងគាត់ធ្វើហ្នឹងគឺខ្ញុំថាមិនខុសតែក៏មិនទៅដែរ ចាចាអញ្ចឹងដោយសារហេតុអីទៅបង បាទបើសិននិយាយអំពីមិនខុសនោះត្រង់ថាទីមួយគាត់ជាមនុស្សមួយដែលថាមានមុខមានមាត់នៅក្នុងសង្គមបរិយាកាសនៃការរស់នៅរបស់គាត់អញ្ចឹងណា ចាចា បើសិនជាគាត់មានមុខប៉ុណ្ណឹងយោងតាម reference ទៅលើអ្វីគាត់មានប្រសាសន៍ហ្នឹងគាត់ថាខ្ញុំប៉ុណ្ណេះដែរបើសិនជាការគូននៃទូតាច្បាស់គេមើលអ្នកងាយទៅលើគេថាសម្រាប់គេមានគ្រួសារគាត់ចាចានេះគឺជាហេតុផលមួយដែលជំរុញឲ្យគាត់ធ្វើទៅធ្វើម៉េចដើម្បីបានលុយនោះមកបញ្ញាឬក៏មកបង្ហាញថាគាត់នឹងមានគេថាតើអនុពលនៃធម្មការ ចាចាចាបង បាទមាន reason ច្រើនទៀតតែខ្ញុំគិតថាខ្ញុំបកស្រាយនេះគឺជា personally ជាការយកឃើញបងខ្ញុំ ចាចា មួយទៀតនោះគឺចង់និយាយថាជាគុណវិបត្តិរបស់គាត់ក្នុងថាពេលដែលគាត់ធ្វើហ្នឹងគាត់បានពិភាក្សាជាមួយនឹងក្រុមគ្រួសារគាត់ទេជាមួយនឹងសមាជិកគ្រួសារថាបើសិនជាយើងមានកម្លាំងនៃថវិកាប៉ុណ្នេះយើងគួរតែធ្វើអញ្ចេះទៅតើយើងយល់មិនដែរទោះមកខាងកូនស្រីឬក៏បើគាត់មានស្វាមីឬក៏មានបងប្អូនយើងពិគ្រោះយោបល់ជាមួយគ្នាដើម្បីធ្វើការងារជាឈាមមួយអញ្ចឹងណា ចាចាការនេះមានការសម្របសម្រួលមកថាគុណប្រសាក៏ដោយឧទាហរណ៍ចាគុណប្រសានេះគាត់មកបណ្ដឹងយើងទៅគាត់ដឹងពីសកម្មភាពឬក៏ដឹងពីចលនាសាច់ប្រាក់ឬដឹងយ៉ាងហោចណាស់គាត់ដឹងថាគ្រួសារហ្នឹងវាមានឬក៏ក្រយ៉ាងម៉េចដែរអញ្ចឹងណាចាចាគាត់និយាយថាឥឡូវនេះការខ្លួនឯងទេម៉ាក់ធ្វើដល់ប៉ុណ្ណេះឥឡូវយើងខ្ចីលុយពីធនាគារ 3000 ទៀតដើម្បីបន្ថែមទៅលើអាប្រពកម្មវិធីហ្នឹងឲ្យទឹកចឹងណាចាចាបងប្រុសបើមិនមានការយល់ព្រមពីគុណប្រសាក្តីក៏ដូចជាកូនគាត់ស្ដីហ្នឹងបើមិនជាករណីដែលមានថាវិបត្តិមួយដែលជួបមុខអញ្ចឹងគឺត្រូវធ្វើម៉េចដោះស្រាយជួបគ្នាដើម្បីជាកម្រិតមួយដោះស្រាយបញ្ហាទាំងអស់ហ្នឹងឡើងវិញអញ្ចឹងណាចាចាបានធ្វើឲ្យតាមគោលគ្រួសារហ្នឹងវារីកចម្រើនទៅមុខហើយក៏ដឹងថាយើងទទួលរួមទុកមួយគ្នាទៀតដោយសារតែរាល់ការសម្រេចចិត្តនោះគឺយើងបានរួមគ្នាឯកច្ឆន្ទដើម្បីធ្លាក់ទៅក្នុងបំណុលទាំងអស់គ្នាអញ្ចឹងណាចាសូមអរគុណដល់បងរិទ្ធផងដែរចាអរគុណសម្រាប់ការចែកចាយរបស់បងរិទ្ធផងដែរហើយនាងខ្ញុំក៏សូមប្រកាសចម្លើយចាចាបងរិទ្ធសូមអបអរសាទរបងរិទ្ធពិតជាត្រឹមត្រូវចាបងរិទ្ធទទួលបានវិទ្យុមួយគ្រឿងពីកម្មវិធីជីវិតនឹងលុយអីចាហើយចង់ជម្រាបជូនបងតេតងជាមួយនឹងការទទួលរង្វាន់ផងដែរបងអាចអញ្ជើញមក A+ School for Professional នៅអគារ Parkway ជាន់ទី3បងណាផ្លូវម៉ាសេតុងចាចាអគារ Parkway ជាន់ទី3ឬបងមិនអញ្ចឹងទេបងអាចកត់លេខទូរស័ព្ទបុគ្គលិករបស់ខាងខ្ញុំណាដើម្បីទំនាក់ទំនងទៅទទួលរង្វាន់បងណាគឺលេខទូរស័ព្ទចាចាខ្ញុំសូមកម្មទីសូមយកបិចកប់សិនចាចាបាទសូមចា012 521 968 គាត់ឈ្មោះដែរទេកញ្ញាចាគាត់ឈ្មោះផាលេងចាចាអូខេអញ្ចឹងខ្ញុំសូមមកបញ្ជាក់ម្ដងទៀតលេខទូរស័ព្ទគឺ012 521 968ចាអរគុណបងរ៉េតសម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃចូលរួមជាមួយកម្មវិធីសង្ឃឹមថាបងនឹងនៅតែបន្តតាមដានស្ដាប់ជាមួយនឹងកម្មវិធីជីវិតនឹងលុយរបស់យើងបន្តទៀតបងណាបាទសូមអរគុណបាទចាអរគុណបងជម្រាបលាបាទជម្រាបលាបាទចាអូយបងផលយ៉ាងម៉េចដែរប្រិយមិត្តរបស់យើងអំបញ្ញមិញមិនធម្មតាបាទហើយសាច់រឿងខ្លីនេះប្រិយមិត្តរបស់យើងដែលបានស្ដាប់ណាគាត់ពិតជាយល់ច្បាស់មែនតើពិតជាចង់បាននៅចម្លើយចាចាចម្លើយហើយនឹងដំណោះស្រាយថាដំណោះស្រាយណាល្អព្រោះខ្ញុំមានបទពិសោធន៍ខ្ញុំឃើញថាអង្កលមិនទាន់មនុស្សយើងអង្កលមិនទាន់មានលុយអត់ទាន់ក្រទេចាចាតើមានលុយមិនក្រចាចាអង្កលនៅក្រអត់ក្រទេចានៅតែលឺពាក្យហ្នឹងឯងការនៅក្រអត់ក្រទេក៏នៅក្រអត់ក្រទេចាដល់មានលុយមិនក្រចាចាយើងមើលមិញសនគាត់អត់ទាន់មានជាពាក់បំណុលជីវភាពគាត់ធម្មតាចាចាទទួលខលមួយទៀតអូខេឲ្យខលមួយទៀតសិនចាចាដោយសារតែប្រិយមិត្តរបស់យើងគាត់មានចំណាប់អារម្មណ៍ជាមួយនឹងកម្មវិធីរបស់យើងខ្លាំងសុំកាត់បងវាគ្មិនកិត្តិយសបន្តិចដោយសារតែគាត់ចង់ចូលរួមជាមួយកម្មវិធីយ៉ាងណាអញ្ចឹងនេះខ្ញុំសូមអនុញ្ញាតចានេះខ្ញុំសូមអនុញ្ញាតទទួលអ្នកខលទូរស័ព្ទចូលរួមម្នាក់ទៀតចាជំរាបសួរហៅឡូបាទជំរាបសួរចាជំរាបសួរបងប្រុសអត់ទៅបងប្រុសទូរស័ព្ទមកពីខាងណាដែរខ្ញុំខលទីជំរាបទៅម្សិលមិញបងមេការ៉ាបាទអូបងមេការ៉ាជាយាមមែនតើបាទ
ខ្ញុំស្ដាប់ ចាតាមខ្ញុំទូទីមើលទៅផាយបងមកក្រែមានអីចង់សាកសួរទៅវាគ្មិនកិត្តិយសយើងទៀតដែរតកតងជាមួយនឹងចម្ងល់បងពីម្សិលមិញហ្មង បាទ ចាប៉ុន្តែមុននឹងចាប់ផ្ដើមផ្ដល់ឱកាសឲ្យបងនៅក្នុងការសាកសួរទៅវាគ្មិនកិត្តិយសរបស់យើងខ្ញុំសូមអនុញ្ញាតសួរសំណួរតកតងជាមួយនឹងរឿងខ្លីរបស់យើងបន្តិចសិនចាបងមកក្រែថ្ងៃហ្នឹងមានបានតាមដានស្ដាប់ជាមួយនឹងរឿងខ្លីរបស់យើងដែរទេបង បាទខ្ញុំតាមដានស្ដាប់តែដូចជាអូវិសុដាច់ពាក់កណ្ដាលមិនហ្នឹង អូចាចាអញ្ចឹងនាងខ្ញុំសូមអរគុណអញ្ចឹងគិតថាបើសិនជាអញ្ចឹងបងអាចឆ្លើយសំណួរបានទេបង បាទអាចស្ដាប់សំណួរសិន ចា ថាបានមិនបានទេ ចាចាសំណួរគឺពាក់ព័ន្ធជាមួយនឹងរឿងខ្លីរបស់យើងទៀតហើយគឺប្រហាក់ប្រហែលគ្នាទេបងចាចង់សួរតកតងជាមួយនឹងសកម្មភាពរបស់អ្នកមីងសនដែលជាម្ដាយរបស់កូនរបស់គាត់ហ្នឹងណាតើទង្វើរបស់គាត់សកម្មភាពរបស់គាត់ហ្នឹងវាជាឥទ្ធិពលល្អឬក៏អាក្រក់ចំពោះស្ថានភាពក្រុមគ្រួសាររបស់កូនស្រីគាត់ហ្នឹង ចំពោះទង្វើរបស់អ្នកម្ដាយរបស់យើងមីងសនហ្នឹងណា ចាចា ចំពោះគាត់ថាគាត់ខ្ចីលុយពីអង្គការឬមួយក៏ធនាគារអញ្ចឹងយកមកធ្វើក្នុងធីមគោលការណ៍របស់កូនស្រីគាត់ ចាចា តែចំពោះការដែលខ្ញុំគិតនេះកំណត់របស់ខ្ញុំ ចាចា គាត់ធ្វើជាគឺដូចបងមុននៅពួយអន្តងហ្នឹង ចាបងរិទ្ធ តែចំពោះគាត់បាទចំពោះលោករិទ្ធចំពោះការដែលថាចំណាយលុយរបស់គាត់ដូចខ្ជះខ្ជាយគាត់ដូចថាចំគោលដៅរបស់គាត់ណា ចាចា បាទតែគាត់ចង់បានមុខមាត់នៅក្នុងសង្គមទៅលោករិទ្ធគាត់និយាយហ្នឹងហើយ ចាចាអញ្ចឹងចំពោះអត្តពលដែលនេះទៅហ្នឹងចាបងចាចា ចាពាក់ព័ន្ធជាមួយនឹងទង្វើរបស់គាត់ហ្នឹងតើជាអត្តពលល្អឬក៏ជាអត្តពលអាក្រក់ចំពោះក្រុមគ្រួសារកូនស្រីរបស់គាត់អញ្ចឹងបងអាចជ្រើសរើសចម្លើយណាទី1ជាអត្តពលល្អទី2ជាអត្តពលអាក្រក់ ខ្ញុំថាជាអត្តពលអាក្រក់ដល់កូនស្រីនិងស្វាមីរបស់គាត់ អូគិតយ៉ាងម៉េចអញ្ចេះបងសុផលបងមករាគាត់ជាប្រិយមិត្តតាមដានស្ដាប់កម្មវិធីរបស់យើងហើយគាត់សំណួររបស់គាត់ចម្លើយរបស់គាត់ហ្នឹងដូចជា អូខេ ដូចជាខ្ញុំអត់ហ៊ានប្រកាសនេះរំភើបមិនដឹងទេបងមករាអាចទស្សន៍ទេដឹងអត់ថាត្រូវអីខុស បាទ បងមករាអាចទស្សន៍ទេបានទេថាចម្លើយបងលើកហ្នឹងត្រឹមត្រូវឬក៏មិនត្រឹមត្រូវ ខ្ញុំសុំស្ដាប់សំណួរម្ដងទៀត ពិតជាត្រឹមត្រូវ ប្រាប់បងមករាបាត់ បងមករាសូមអបអរសាទរអញ្ចឹងបានន័យថាបងមករាបានទទួលបានវិទ្យុមួយគ្រឿងទៀតហើយពីកម្មវិធីជីវិតនឹងលុយផងដែរចាហើយពាក់ព័ន្ធជាមួយនឹងកម្មវិធីរបស់យើងដែរជ្រើសឱកាសពេលនេះតើបងមានចម្ងល់អ្វីចង់សួរទៅកាន់វាគ្មិនកិត្តិយសរបស់យើងដែរទេពីព្រោះថាគាត់គឺជាអ្នកជំនាញហើយនិយាយទៅយើងមិនងាយមានឱកាសនៅក្នុងការសាកសួរផ្ទាល់ជាមួយនឹងវាគ្មិនកិត្តិយសរបស់យើងទេចាអញ្ចឹងបងមានសំណួរអ្វីពាក់ព័ន្ធជាមួយមុខរបររបស់បងឬក៏បងចង់ធ្វើអ្វីមួយយ៉ាងរៀបចំគោលដៅឬក៏យ៉ាងម៉េចបងអាចសួរទៅកាន់វាគ្មិនរបស់យើងបានហើយគាត់នឹងបកស្រាយជូនបងណា បាទសូមជំរាបសួរលោកវាគ្មិន ចាចា បាទជ្រាបសួរបាទ តែគាត់អធិប្បាយនេះគឺពិតជាល្អណាស់ខ្ញុំសូមសរសើរលោក ចា លោក ចា អរគុណ រៀនបានជ្រៅជ្រះ ចា ខ្ញុំចាប់បានចំណុចរបស់គាត់មួយគឺគំនិតអ្នកមាននិងគំនិតអ្នកក្រ ចាចា ខ្ញុំទទួលស្គាល់ ចាអញ្ចឹង ខ្ញុំចង់សួរសំណួររបស់ខ្ញុំទៅបងវិក្មិនម្ដងទៀត ចាចា ចង់នឹងថាមិញគាត់មិនគេថាមិនល្អិតក៏មិនល្អិតខ្ញុំស្ដាប់មិនសូវបានយល់ចំពោះអាការដែលអាជីវកម្មដែលខ្ញុំនេះហ្នឹងណាដែលខ្ញុំរៀបរាប់សិលមិញ ចាចា ខ្ញុំបានទៅមុខ ចាចា បាទខ្ញុំចង់ឲ្យបងវិក្មិនពយល់ម្ដងទៀតតើលោកអាចពយល់បានទេ លោកអាចប្រាប់បានទេថាលោកកំពុងប្រកបអាជីវកម្មអី ខ្ញុំលោករបស់របរតិចតួច របស់អីគេតិចតួច អាចបងអាចជំរាបជូនចំចំណុចដើម្បីឲ្យងាយស្រួល របស់ទូចមានលក់ពេជ្រលក់មាស បាទបើលក់ធំមានលក់ឡានអាកម្មម៉ាស់អីចឹងណាហើយលក់អីបាទលក់អីបាទដើម្បីខ្ញុំអាចឲ្យជាគំនិតដល់លោក ប
បាទសំទោសអាចអត់អីខ្ញុំអត់ទៅបញ្ចេញអាជីវកម្មមួយលោកទេបាទចាខ្ញុំមកពិសាក្រៅជាមួយលោកបានហ្នឹងគាត់ចង់សុំយោបល់ក្រោយកម្មវិធីវិញបាទអត់អីទេបាទអត់អីទេចាំ call មកខាងក្រៅទៅបាទចាអញ្ចឹងបងមេក្រាបតាមរយៈលេខណាបងលេខទូរស័ព្ទចាំពេលដែលចប់កម្មវិធីចាំពួកខ្ញុំតំណែងទៅបងវិញបងណាបាទចាអរគុណបងមេក្រាអញ្ចឹងបងដឹងតើតងជាមួយនឹងទីតាំងសម្ដេចដើម្បីទទួលរង្វាន់ពីកម្មវិធីឲ្យបងដឹងពីទីតាំងចាអរគុណច្រើនអញ្ចឹងបងមេក្រាអរគុណជម្រាបលាជួបគ្នាឱកាសក្រោយទៀតចាឆ្លើយសំណួរសិនចាពាក់ព័ន្ធជាមួយនឹងចម្ងល់របស់បងមេក្រាអូខេបាទខ្ញុំសូមឆ្លើយនៅរឿងខ្លីចាពាក់ព័ន្ធជាមួយរឿងខ្លីបាទរឿងខ្លីហ្នឹងគឺជារឿងដែលពាក់ដែលអ្នកណាមួយក៏មានបញ្ហានឹងដែរក្នុងមួយលានគ្រួសារដែលប្រើ microfinance ចាច្រើនចានោះយើងច្រើនតែខ្វល់ពីគេគិតខ្លួនឯងចេះខ្លួនឯងចុះចាភាគច្រើនតែខ្វល់ពីគេអត់ខ្វល់ពីខ្លួនឯងអត់បានអង្គុយខ្វល់ពីខ្លួនឯងចាអង្គុយតែគិតថាគេខ្វល់ពីយើងចេះខ្វល់ពីយើងចុះតែអត់បានអង្គុយគិតពីខ្លួនឯងដើម្បីអភិវឌ្ឍខ្លួនឯងថាតើយើងត្រូវធ្វើម៉េចដើម្បីឲ្យជីវិតនិងជីវភាពរបស់យើងប្រសើរឡើងចាដោយគាត់ខ្ចីលុយធនាគារអញ្ចឹងខ្ចីលុយធនាគារទៅការកូនចាយើងគិតថាខ្ញុំយល់ឃើញខ្ញុំបានស្រាវជ្រាវមើលឃើញថាខ្មែរយើងពីមុនមកខ្សោយដោយសារសង់អង្គរចាសង់ផ្ទះចាដោយការសាងសង់ហ្នឹងវល់ទៅកេនប្រជាជនមកសង់ទៅអត់បានរឿងអភិវឌ្ឍចាបាទដល់ហើយអាផ្នត់កំណត់ហ្នឹងវាជាប់នៅក្នុងខ្មែរយើងនៅក្នុងគូក្បាលខ្មែរយើងរហូតមកដល់ហ្នឹងចា90% នៃអ្នកសង់ផ្ទះគឺសង់ផ្ទះឲ្យមានបញ្ហាចាហើយ 90% ដែលសង់ផ្ទះឲ្យមានបញ្ហាពួកគាត់សង់ផ្ទះគាត់លុយអត់គ្រប់គាត់សង់ផ្ទះចាបាទហើយដល់ចំនួនអត់សង់ផ្ទះទិញផ្ទះល្វែងហ្នឹងអ្នកទិញផ្ទះឲ្យមានបញ្ហាចាបាទខ្ញុំមានមិត្តភ័ក្តិទិញគាត់ជួលផ្ទះគេមួយខែ$80គាត់ដេកលក់ស្រួលអូបាទបើកដង្ហើមមកត្រជាក់ស្រួលហឹមមួយខែ$80ចាដល់ចាប់ពីទិញផ្ទះតម្លៃ50000មកដេកអត់លក់ចាប់ផ្ដើមខ្វល់ខ្វាយច្រើនបាទទិញផ្ទះគឺជាពាក់បំណុលចាបាទគាត់មានលុយ$20000គាត់អត់ព្រមទិញផ្ទះតម្លៃ$15000ទេចាគាត់ទៅទិញផ្ទះតម្លៃ60000ខ្ចីធនាគារថែម40000ទៀតចាខ្ញុំឲ្យយោបល់គាត់ថាជួលផ្ទះសិនទៅចាគាត់ថាខ្មាស់គេគេមើងងាយចាបាទជួលផ្ទះគេមើងងាយខ្ញុំថាមានណាមានប្រាប់ថាមើងងាយយើងអត់ថាគេមើងងាយពួកអីយើងជិះឡានហើយជួលផ្ទះនៅអូចាខ្ញុំថាជិះឡានទៅជួលផ្ទះគេនៅទៅចាព្រោះអ្នកដែលដឹងខ្លួនឯងជាអ្នកណានោះគឺយើងទេចាអញ្ចឹងគាត់អត់ជឿខ្ញុំគាត់ទៅទិញផ្ទះចាទិញផ្ទះហើយគាត់អត់ទិញផ្ទះរត់ធនាគារសិនទេគាត់យកលុយទៅកក់គេហើយបានរត់ធនាគារក្រោយចាមនុស្សយើងចិត្តធ្វើផ្ទុយអញ្ចឹងចាខ្លាចគេមិនលក់ឲ្យអូចាទិញផ្ទះគាត់ទៅនិយាយមួយម្ចាស់ផ្ទះត្រូវហើយកុំតិនកក់លុយគេគឺគាត់តម្កល់កក់500សិនបើខ្ញុំចៃធនាគារមិនបានខ្ញុំយកលុយវិញណាទៅជួបធនាគារសិនទៅបើធនាគារឯកភាពអនុម័តហើយឲ្យធនាគារចេញលិខិតក្រងទីចេញលិខិតធានាមួយថាលុយដឹងតែបានបានយកលុយទៅកក់ទៅចាភាគច្រើននិយាយជាមួយមន្ត្រីធនាគារថាអត់អីឲ្យតែពេលទៅអត់ឲ្យដូចមន្ត្រីធនាគារដែលនិយាយមួយមិញសនអញ្ចឹងចាមន្ត្រីធនាគារហ្នឹងក៏ខុសដែរបើគាត់ឲ្យលុយមិញសនខ្ចីដោយអត់មានមូលដ្ឋានថាមិញសនមានប្រភពចំណូលមកពីណាចាមិញសនយកលុយទៅធ្វើអីចាបាទហើយអាហ្នឹងធនាគារខុសមួយចាខុសក្បួនធនាគារមួយបើសិនជារឿងពិតចាបាទហើយមិញសនក៏គាត់គាត់មានបញ្ហាគាត់បង្កើតបញ្ហាឲ្យកូនគាត់ដោយសារគាត់ខ្វល់ពីគេគិតពីគាត់តាមពិតគ្មានណាគិតពីគាត់ទេចាមានក្នុងសង្គមយើងនេះយើងក្រក៏គេមើងងាយចាយើងមានពេកក៏គេចំណែនអូទៅខ្វល់ទៅអីចាទៅខ្វល់ទៅអី
ក្រគេថាឯងក្រអត់កំណត់ដល់មានមកពីឯងមានមិនអញក្រចឹងកុំខ្វល់មានតែមនុស្ស 5% ទេដែលជោគជ័យចឹងកុំខ្វល់ពីដែលណាគិតខ្វល់ពីក្រុមគ្រួសារយើងបាទចឹងបើយើងខ្វល់ដូចមីងសនការកូនហើយកូនមានបញ្ហាចាបាទព្រោះអីផ្នត់កំណត់របស់មីងសននៅតែជាអ្នកក្រនៅឡើយចាព្រោះផ្នត់កំណត់គិតសំបីឧទាហរណ៍ថាអ្នកសុកសែមិនដែលផ្ទះមានទូដែកទេមែនទេចាបាទផ្ទះមិនដែលមានទូដែកទេមានតែលើផ្ទះដាក់អង្គដាក់ស្រូវចាបើហើយគាត់មានលុយអញ្ចឹង$500កប់ក្រុមចដាកប់ខំអីចឹងហើយផ្ទះគាត់មិនដែលមានប្អួចផងមិនដែលមានទ្វារផងហ្នឹងតែតន្ត្រីនេគាបាន $3000 មកមួយថ្ងៃគាត់ដើរទៅកាន់លុយហ្នឹងទេចាអញ្ចឹងដល់បានលុយហ្នឹងមកគាត់ដើម្បីកុំឲ្យបាត់ទិញម៉ូតូមកគ្រាន់ចាក់សោជាប់នឹងក្រុមផ្ទះបានចាទិញអីបន្ទុកលុយគេមិនលួចបាទអញ្ចឹងផ្នត់កំណត់គាត់នៅជាផ្នត់កំណត់បែបអ្នកក្រឬអ្នកកណ្ដាលអត់ទាន់មានផ្នត់កំណត់បែបដែលមានអញ្ចឹងគាត់ត្រូវពង្រីកការគិតគាត់សិនចាលុយដោះស្រាយបញ្ហាបានលុយក៏បង្កើតបញ្ហាដែរចាព្រោះអីយើងខ្ចីលុយគេមកប្រើខុសចាយើងគិតថាបាទមុនឆ្នាំ1971លុយធ្វើបានគឺតើយកមាសទៅតម្កល់បានប្រើលុយបានចាជាសួរមាសចូលមកពីណាចាខំដីចាមាសគេហៅលុយដែលព្រះបង្កើតមកមាសចាអញ្ចឹងដល់យកលុយជាតំណាងហ្នឹងគឺលុយជាមាសអញ្ចឹងលុយក៏ជាព្រះដែរចាបាទលុយជាមកពីឋានណាឋានអីហ្នឹងតែយើងប្រើក៏អត់ត្រឹមត្រូវគាត់ពិន័យយើងហើយចាអញ្ចឹងបងប្អូនដែលមានបញ្ហាជាមួយនឹងប្រាក់បងប្អូនគួរគិតឡើងវិញថាដោះស្រាយវាយ៉ាងម៉េចចាបាទហើយមុននឹងធ្វើអីពិចារណាពិភាក្សាខ្ញុំអត់ឲ្យនិយាយថាខំសួរធនាគារថាលោកធនាគារយើងខ្ចីលុយបានប្រមាណទេមីសនសួរថាលោកធនាគារយើងខ្ចីលុយបាន$33,000អត់អញ្ចឹងណាចាខ្ញុំបង្រៀនទៅក្រុមប្រធានសភាពាណិជ្ជកម្មនិងក្រុមប្រធានពាណិជ្ជកម្មខេត្តកំពង់សោមសឹមវិញខ្ញុំបានប្រាប់គាត់ថាខ្ញុំទៅធនាគាររឿងយកកិច្ចការរបស់ខ្ញុំទៅខ្ញុំអត់ដែលទៅសុំធនាគារខ្ចីលុយទេចាខ្ញុំទៅឲ្យឱកាសឲ្យធនាគារឲ្យលុយខ្ញុំខ្ចីចាគាត់ថាវ៉ាវដែរមានអញ្ចឹងយើងថាធនាគារលក់អីថ្ងៃហ្នឹងធនាគារលក់បំណុលចាអញ្ចឹងផលិតផលរបស់ធនាគារគឺបំណុលចាអញ្ចឹងបើយើងទៅផ្សារអីដើររើសបើតែចូលធនាគារអោនលន់តូនចាបើធនាគារផលិតផលរបស់ធនាគារគឺបំណុលអញ្ចឹងបើយើងមានចំណេះដឹងហិរញ្ញវត្ថុយើងយល់ពីចំណេះដឹងហិរញ្ញវត្ថុយើងទៅធនាគារទៅឲ្យឱកាសឲ្យធនាគារឲ្យលុយយើងខ្ចីបាទចានេះខ្ញុំសូមអរគុណដល់បងសុផលដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមជាមួយនឹងកម្មវិធីហើយព្រមទាំងបានចែកចាយនៅបទពិសោធន៍ល្អៗទៅកាន់ប្រិយមិត្តយើងដែលកំពុងតែតាមដានស្ដាប់ជាមួយនឹងកម្មវិធីជីវិតនឹងលុយនេះផងដែរចាហើយនាងខ្ញុំសង្ឃឹមនឹងជឿជាក់ថាឱកាសក្រោយនាងខ្ញុំនឹងមានឱកាសនៅក្នុងការអញ្ជើញបងសុផលចូលរួមជាមួយនឹងកម្មវិធីជីវិតនឹងលុយរបស់យើងសាជាថ្មីម្ដងទៀតចាបាទខ្ញុំរីករាយនឹងអញ្ជើញមកចូលរួមចែកអំលែកនៅបទពិសោធន៍ដែលអាចជាដែលបទពិសោធន៍ដែលអាចមានអត្ថប្រយោជន៍ដល់បងប្អូនហើយនឹងជាចំណេះដឹងដើម្បីបងប្អូនយកទៅពិចារណាគិតស្វែងយល់ថានឹងត្រូវដោះស្រាយបញ្ហាលុយនឹងយ៉ាងម៉េចបានចាសូមអរគុណដល់បងសុផលចានេះខ្ញុំមិនភ្លេចទេជាមួយនឹងអ្នកឧបត្ថម្ភគាំទ្រនៅកម្មវិធីរបស់យើងចាគឺយើងទទួលបានការឧបត្ថម្ភគាំទ្រពីសំណាក់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ Oiko Credit ជាស្ថានអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជានិងអង្គការKarana Fund អន្តរជាតិចាប្រិយមិត្តទាំងអស់គ្នាកម្មវិធីរបស់យើងនឹងមានផ្សាយផ្ទាល់នៅរៀងរាល់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យវេលាម៉ោង 12 ដល់ម៉ោង 1 ថ្ងៃត្រង់នៅវិទ្យុទន្លេរាជធានីភ្នំពេញនៅវិទ្យុក្រុងសៀមរាប FM 102.5 MHz ចាប្រិយមិត្តទាំងអស់គ្នាសប្តាហ៍ក្រោយយើងនឹងធ្វើការជជែកពិភាក្សាតាក់ទងជាមួយនឹងការពង្រឹងគុណភាពនៃជីវិតបន្តទៀតផងដែរចាឥឡូវនេះនាងខ្ញុំរួមជាមួយនៅវាគ្មិនកិត្តិយសគឺបងសុផលសូមជម្រាបលាប្រិយមិត្តទាំងអស់គ្នាជួបគ្នានៅសប្តាហ៍ក្រោយទៀតចាសូមអរគុណបាទសូមជម្រាបលាសូមជូនពរសុខភាពល្អបាទ